Chòm riếp xưa bông phong cậu ma tành cái kia ngày nên như ban chung như tiệt hơi ta bông phong sau sạp bài chi tế nhóm có sau sạp bài chi đai ngày nên như riêng pí pre bần tu trong môn để như riêng pre bần tu dân tra đi thản sân bè đà ơi số mấy con nâng mất thẹo con đáp pre bần tu dân chân tục đạc nông pre niêm pre chế số kri amen bần tóc bây giờ để thả nói sắp cao cho lắng đã bay sao xa sẽ ca chỉ mũi kiaបន្ទូព្រះអង្គជួយតម្រង់ជីវិតឲ្យដាប់នៅមិនតាមទ្រង់សូមចូលរួមរៀបពីបន្ទូព្រះសូមចូលរួមយើងនឹងដឹងថាទ្រង់ស្រឡាញ់យើង Come on យើងសែនសប្បាយចិត្តទាំងអស់គ្នាតើយើងទៅយ៉ាបាទបងប្អូនអរគ្នាឥឡូវនេះដល់ពេលវេលាដែលយើងត្រូវសិក្សាព្រះគម្ពីរបន្ទាប់ពីយើងបានសរសើរដំណើរព្រះជាម្ចាស់រួចហើយបាទបងប្អូនអរគ្នាមុននឹងយើងសិក្សាជាមួយនឹងគ្នាលោកចង់សួរទៅកាន់បងប្អូនអរគ្នាថាតើប៉ុន្មានដងដែលយើងតែងតែនិយាយអ្វីដែលល្អហើយនឹងនិយាយអ្វីដែលមិនល្អប្រហែលជាយើងពិបាកនឹងរាប់ហ្នឹងមែនទេហ្នឹងហើយឥឡូវយើងមិនបាច់និយាយថាច្រើនថ្ងៃយើងគិតថាក្នុងមួយថ្ងៃចុះក្នុងមួយថ្ងៃតើបងប្អូននិយាយពាក្យល្អប្រមាណហើយពាក្យដែលមិនល្អប្រមាណប្រហែលជាអត់ដឹងខ្លួនមែនទេហ្នឹងហើយពេលខ្លះទៅក៏យើងនិយាយពាក្យល្អក៏ច្រើនទៅហើយក៏ពេលខ្លះទៅក៏យើងនិយាយពាក្យមិនល្អក៏ច្រើនដែរហ្នឹងហើយចុះបើសិនជាអាចជ្រើសរើសបានតើយើងគួរនិយាយពាក្យណាច្រើនជាងច្បាស់ជាបងប្អូនទាំងអស់គ្នាថានិយាយពាក្យល្អមែនទេហ្នឹងហើយទាំងលោកគ្រូដែរចង់និយាយពាក្យល្អឲ្យបានច្រើនដែរហ្នឹងហើយកុំឲ្យយើងប្រព្រឹត្តនៅអំពើបាបនៅថ្ងៃនេះនៅក្នុងបទគម្ពីរពេត្រុសខ្សែទី1ចំពុក2ខ22បានបញ្ជាក់យ៉ាងច្បាស់ថាមានម្នាក់ដែលនិយាយតែពាក្យល្អតើម្នាក់នោះជាណាដែលអាចនិយាយតែពាក្យល្អបានអញ្ចឹងបងចង់ដឹងទេបាទម្នាក់នោះគឺជាព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទហ្នឹងហើយអញ្ចឹងលោកគ្រូនឹងអានចេញពីព្រះគម្ពីរពេត្រុសខ្សែទី1ចំពុក2ខ22លោកគ្រូអានឲ្យបងប្អូនស្ដាប់សិនទ្រង់មិនបានធ្វើបាបអ្វីសោះក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះអស់ទ្រង់ឡើយបាទបងប្អូនទាំងអស់គ្នាឥឡូវនេះមុននឹងចាប់ផ្ដើមសូមអានជាមួយលោកគ្រូម្ដងមួយឃ្លាណាហ្នឹងហើយប្រហែលជាបងប្អូនខ្លះក៏ចេះអក្សរទៅបងប្អូនខ្លះទៅក៏អត់ចេះអញ្ចឹងដើម្បីយើងអាចអានទាំងអស់គ្នាតើតើយើងរៀនម្ដងមួយឃ្លាតោះឥឡូវនេះលោកគ្រូអានមួយឃ្លាណាព្រះគម្ពីរពេត្រុសខ្សែទី1ជំពូក2ខ22ទ្រង់មិនបានធ្វើបាបអ្វីសោះក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះអស់ទ្រង់ឡើយឥឡូវនេះយើងអានទាំងអស់គ្នាយឺតជាមួយលោកគ្រូណាតោះ1 2 3
ព្រះគម្ពីរពេត្រុសខ្សែទី1ជំពូក2ខ22ទ្រង់មិនបានធ្វើបាបអ្វីសោះក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះអស់ទ្រង់ឡើយបាទអញ្ចឹងតាមរយៈខពីនេះបានប្រាប់ថាអ្នកណាដែលមិនចេះធ្វើបាបសោះពាក្យតែទ្រង់នៅទីនេះគឺសំដៅទៅលើព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទដែលទ្រង់មិនដែលធ្វើបាបទេហើយពាក្យខាងក្រោមនោះទៀតគេថាកិច្ចកលមានន័យថាទ្រង់អត់ចេះមានគំនិតដែលអាក្រក់អ្វីនោះឡើយឃើញទេហ្នឹងហើយមួយទៀតគឺព្រះអស់ពាក្យព្រះអស់ហ្នឹងគឺមានន័យថាទ្រង់អត់ដែលនិយាយអ្វីដែលខុសទេអញ្ចឹងយើងឃើញថានិយមន័យនៃអំពើបាបដែលចេញពី3ហ្នឹងហើយឃើញទេខាងលើនោះមានន័យថាទ្រង់មិនបានធ្វើបាបមានន័យថាទ្រង់អត់ធ្វើបាបអត់បានគិតអ្វីដែលមិនល្អណាគិតទៅធ្វើបាបនិងនិយាយអ្វីដែលមិនល្អទេហ្នឹងហើយអញ្ចឹងឃើញទេអញ្ចឹងទាំងធ្វើទាំងគិតទាំងនិយាយគឺព្រះអង្គយេស៊ូវគ្រីស្ទមិនបានធ្វើបាបទេចុះប្រសិនបងប្អូនបានទទួលជឿព្រះអង្គហើយជារៀងរាល់ថ្ងៃតើបងប្អូននៅតែគិតមិនល្អនិយាយមិនល្អឬក៏ធ្វើមិនល្អទៀតអត់ហ្នឹងហើយប្រសិនបងប្អូននៅតែមាន3ហ្នឹងបងប្អូនត្រូវសុំទោសទៅកាន់ព្រះជាម្ចាស់ហើយនឹងសូមឲ្យព្រះអង្គជួយបងប្អូនដើម្បីបងប្អូនកុំឲ្យបងប្អូនគិតអ្វីដែលមិនល្អនិយាយអ្វីដែលមិនល្អនិងធ្វើអ្វីដែលមិនល្អពីព្រោះព្រះរបស់យើងទ្រង់មិនបានធ្វើការទាំងអស់នោះទេទ្រង់អាចជួយបងប្អូនដើម្បីបងប្អូនអាចគិតអ្វីដែលត្រឹមត្រូវនិយាយអ្វីត្រឹមត្រូវនិងធ្វើអ្វីដែលត្រឹមត្រូវផងដែរហ្នឹងហើយចុះសម្រាប់បងប្អូនណាដែលអត់ទាន់បានទទួលជឿព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទប្រហែលជាបងប្អូនពិបាកក្នុងការដែលជួយបងប្អូនគិតល្អឬក៏និយាយល្អឬក៏ធ្វើល្អបានហេតុអីយើងពិបាកការនឹងដោយសារតែយើងមានអំពើបាបការមួយដើម្បីបងប្អូនអាចរួចផុតអំពីការនឹងបានតើតែបងប្អូនសម្រេចចិត្តទទួលជឿព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទតើបងប្អូនចង់ទទួលជឿព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទទេហ្នឹងហើយពេលដែលយើងជឿព្រះអង្គទៅយើងនឹងរួចអំពីអំពើបាបដែរឥឡូវនេះយើងអានជាមួយគ្នាតោះ1 2 3ព្រះគម្ពីរពេត្រុសខ្សែទី1ជំពូក2ខ22ទ្រង់មិនបានធ្វើបាបអ្វីសោះក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះអស់ទ្រង់ឡើយប្រសិនបើលោកគ្រូបិទបងអូនចាំទេហ្នឹងហើយហើយជាបងអូនខ្លះចាំបងអូនខ្លះមិនទាន់ចាំទេប៉ុន្តែលោកគ្រូនឹងជួយបងអូនលោកគ្រូនឹងបិទបើកដើម្បីបងអូនអាចអានបានខ្លះនិងចាំបានខ្លះដែរឥឡូវនេះបានអត់ឥឡូវលោកគ្រូសាកបិទសិនណាហើយយើងអានខពីនេះទាំងអស់គ្នាតោះ1 2 3ព្រះគម្ពីរពេត្រុសខ្សែទី1ជំពូក2ខ22ទ្រង់មិនបានធ្វើបាបអ្វីសោះក៏មិនឃើញមានកិច្ចកលអ្វីនៅព្រះអស់ទ្រង់ឡើយបាទសង្ឃឹមបងប្អូនអរគ្នាអាចអានជាមួយលោកគ្រូមែនណាហ្នឹងហើយទោះបីយើងមិនបានចាំទាំងអស់ក៏យើងបានចាំខ្លះដែរយើងត្រូវចាំថាមានម្នាក់ជាគំរូសម្រាប់ជីវិតរបស់យើងនោះគឺជាព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទដែលទ្រង់មិនដែលធ្វើបាបទ្រង់ក៏មិនដែលគិតអ្វីដែលមិនល្អនិងមិនដែលនិយាយអ្វីដែលមិនល្អផងដែរអញ្ចឹងកាលពីសប្តាហ៍មុនយើងបានរៀនជាមួយនឹងគ្នាអំពីលេខ1លេខ2លេខ3អូច្រើនតាំងពីប្រហែលសប្តាហ៍នេះហើយថ្ងៃនេះក៏យើងនៅតែរៀនអំពីលេខ3ដែរតើលេខ3របស់យើងនិយាយអ្វីនឹងជួយអ្វីសម្រាប់យើងឥឡូវនេះបងប្អូនអរគ្នាយើងមើលជាមួយគ្នាជាបន្តទៀតផងដែរបាទកាលពីសប្តាហ៍មុនយើងបានដឹងហើយថាអំពីលេខ3លេខ3នេះគេបានចែកចេញជា3ចំណុចធំណាគេខណ្ឌគ្នាអញ្ចឹងមានន័យថាយើងរំលឹកឡើងវិញព្រះគម្ពីរធំរបស់យើងមកបានហ្នឹងណាគេបែងចែកចេញជា2ធំគឺព្រះគម្ពីរOT ហ្នឹងគឺមានន័យថា Old Testament ហ្នឹងគឺមានន័យថាព្រះគម្ពីរសញ្ញាចាស់ហើយ NT ហ្នឹងគឺជា New Testament មានន័យថាព្រះគម្ពីរសញ្ញាថ្មីគេបានបែងចែកស្រួលមានន័យថាជា3ទេទាំងព្រះគម្ពីរសញ្ញាចាស់និងសញ្ញាថ្មីឥឡូវយើងរំលឹកឡើងវិញណាទាំងព្រះគម្ពីរសញ្ញាចាស់និងសញ្ញាថ្មីគេបែងចែកទី1គឺព្រះគម្ពីរបែបប្រវត្តិសាស្ត្រហ្នឹងហើយព្រះគម្ពីរបែបប្រវត្តិសាស្ត្រហ្នឹងហើយអញ្ចឹងព្រះគម្ពីរប្រវត្តិសាស្ត្រហ្នឹង
សញ្ញាចាស់មាន17ក្បាលហើយព្រះគម្ពីរសញ្ញាថ្មីមាន5ក្បាលហ្នឹងហើយហើយបន្ទាប់មកទី2គឺបទពិសោធន៍មនុស្សនៅក្នុងព្រះគម្ពីរដែលនិយាយអំពីមនុស្សនៅក្នុងព្រះគម្ពីរណាអូនហ្នឹងហើយអញ្ចឹងមនុស្សនៅក្នុងព្រះគម្ពីរសញ្ញាថ្មីសញ្ញាថ្មីច្រើនសញ្ញាថ្មីច្រើនវិញសញ្ញាថ្មីមានរហូតដល់ទៅ21ព្រះគម្ពីរអូច្រើនដែរហ្នឹងហើយហើយសញ្ញាចាស់មានតែ5ព្រះគម្ពីរទេឥឡូវយើងមើលនិយាយពីបទទំនាយវិញព្រះគម្ពីរសញ្ញាថ្មីមានតែមួយហ្នឹងហើយមានតែមួយទេមានច្រើនទេមានតែមួយទេពីព្រោះអត់សូវមានទំនាយហើយយើងដឹងហើយទំនាយនេះគឺព្រះគម្ពីរវិវរណៈហ្នឹងហើយដល់ពេលព្រះគម្ពីរសញ្ញាចាស់មានដល់ទៅ17ហ្នឹងហើយពេលក្រោយយើងនឹងរៀនថាព្រះគម្ពីរប្រវត្តិសាស្ត្រ17របស់សញ្ញាចាស់ហ្នឹងគឺសភៅអីខ្លះគម្ពីរអីខ្លះហ្នឹងហើយសញ្ញាថ្មីហ្នឹងព្រះគម្ពីរអីខ្លះហើយបទពិសោធន៍មនុស្សក្នុងព្រះគម្ពីរហ្នឹងគឺចង់សំដៅទៅលើព្រះគម្ពីរខ្លះចឹងទៅណាហ្នឹងហើយបទទំនាយហ្នឹងក៏ពីណាអីណាយើងនឹងរៀនពេលក្រោយទៀតហ្នឹងហើយភាសាឥឡូវនេះយើងគាត់តែចង់ដឹងឲ្យបងប្អូនដឹងស្រួលសិនដូចជាយើងរៀនសាលាព្រះគម្ពីរដែរស្រួលយើងបែងចែកស្រួលតាមពិតគេមានបែងចែកផ្សេងទៀតប៉ុន្តែយើងផ្ដោតទៅលើតែ3នេះសំខាន់អញ្ចឹងយើងដឹងថាព្រះជាម្ចាស់ហេតុអីយើងចង់ឲ្យយើងអានអំពីប្រវត្តិសាស្ត្រព្រះគម្ពីរយើងអាចស្គាល់អំពីអ្វីដែលព្រះជាម្ចាស់បានធ្វើការអស្ចារ្យច្រើនហើយនឹងបទពិសោធន៍របស់មនុស្សនៅក្នុងព្រះគម្ពីរដែលយើងត្រូវរៀនដើម្បីយកជាគំរូសម្រាប់ជីវិតរបស់យើងពេលដែលយើងជឿព្រះអង្គហើយនឹងទំនាយដែលនឹងកើតឡើងនៅពេលថ្ងៃខាងមុខតើបទគម្ពីរណាដែលបានសម្រេចហើយព្រះគម្ពីរណាដែលមិនទាន់បានសម្រេចអញ្ចឹងយើងមើលជាមួយគ្នាបន្តទៀតផងដែរបាទឥឡូវនេះយើងនឹងមើលថាតើលេខ3របស់យើងនឹងរៀនអ្វីខ្លះជាបន្តទៀតបងប្អូនអរគ្នាអញ្ចឹងយើងដឹងហើយបងប្អូនបានរៀនអំពីលេខ1ថាមានព្រះតែមួយទេមួយនេះគឺមានន័យថាមួយអង្គគត់តែម្ដងចង់សំដៅទៅលើថាមានព្រះយេស៊ូវគ្រីស្ទជាព្រះសង្គ្រោះតែមួយហើយទ្រង់គឺជាផ្លូវតែមួយដើម្បីនឹងជួយយើងឲ្យទទួលបាននូវសេចក្តីសង្គ្រោះញ៉េហ្នឹងហើយក៏យើងបានរៀនអំពីលេខ2ចង់និយាយអំពីថាមនុស្សមានពីរប្រភេទមួយជាអ្នកដែលទុកចិត្តទៅលើព្រះយេស៊ូវគ្រីស្ទនិងមួយទៀតដែលមិនទុកចិត្តទៅលើព្រះយេស៊ូវគ្រីស្ទមានន័យថាចង់និយាយថាមានមនុស្សដែលជឿនិងមនុស្សដែលមិនជឿហ្នឹងហើយឥឡូវនេះយើងនឹងមើលអំពីលេខ3ឃើញលេខ3ហើយយើងបានរៀនអំពីលេខ3ហ្នឹងកាលពីមុនដែលលោកគ្រូប្រាប់អំពីព្រះគម្ពីរជាធម្មតាម្ដងហើយម្ដងទៀតយើងបានរៀនថាមានព្រះតែមួយប៉ុណ្ណោះយើងបានដឹងថាព្រះគឺជាព្រះសង្គ្រោះសម្រាប់ជីវិតរបស់យើងហើយក៏យើងជឿថាព្រះនោះគឺជួយយើងឲ្យរួចពីអំពើបាបប៉ុន្តែព្រះគម្ពីរបានបង្រៀនយើងពីការខ្លះមួយចំនួនទៀតដែលចាប់អារម្មណ៍យ៉ាងខ្លាំងអំពីព្រះជាម្ចាស់ផងដែរបងប្អូនទាំងគ្នាឥឡូវយើងមើលរូបភាពជាមួយគ្នាតោះអូខេអូនៅទីនេះមានលេខ3ហើយមានពាក្យ3ដែរយើងអានជាមួយគ្នាតោះទី1ខាងលើទី1តោះ1 2 3ព្រះវរបិតាអូខេពាក្យទី2ព្រះបុត្រាហើយចុងក្រោយគឺព្រះវិញ្ញាណបរិសុទ្ធហ្នឹងហើយអូមានន័យយ៉ាងម៉េចទៅមិញនៅលេខ3មុនគឺបែងចែកចេញជា3ដែរគឺព្រះគម្ពីរប្រវត្តិសាស្ត្រព្រះគម្ពីរនិយាយអំពីបទពិសោធន៍មនុស្សក្នុងព្រះគម្ពីរនិងព្រះគម្ពីរដែលនិយាយអំពីទំនាយតើនេះគេចែកចេញជា3ដែរនៅក្នុងព្រះគម្ពីរគេចែកជា3ដែរមានន័យយ៉ាងម៉េចអូខេឥឡូវយើងនឹងសិក្សាជាមួយនឹងគ្នាអញ្ចឹងយើងដឹងហើយថានៅក្នុងមេរៀនរបស់យើងនៅថ្ងៃនេះគឺនិយាយអំពីព្រះវរបិតាព្រះជាបុត្រានិងព្រះវិញ្ញាណបរិសុទ្ធចង់និយាយថាទាំង3ហ្នឹងគឺតែមួយទេគឺ3អង្គរួមមកតែមួយលោកគ្រូគិតថាវាពិបាកសម្រាប់យើងក្នុងការយល់អំពីការហ្នឹងប៉ុន្តែបងអូនអាចយល់បន្តិចម្ដងអូខេលោកគ្រូនឹងព្យាយាមបញ្យល់បងអូនតើព្រះ3រួមមួយហ្នឹងមិនទៅព្រះ3វាមិនដែលមកតែមួយចូលគ្នាតែមួយមិនលោកគ្រូចេះថាហ្មងបងប្អូនអ្នកគ្នាយើងត្រូវដឹងថាហេតុអីបានជាប្រើពាក្យថាព្រះ3រួមមួយនឹងពាក្យនេះលោកគ្រូនឹងបញ្ជាក់បងប្អូនព្រះគម្ពីរបានប្រាប់ថាព្រះ3អង្គនេះបានរួមចំណែកជាមួយគ្នាក្នុងការសង្គ្រោះបងប្អូនហ្នឹងហើយអញ្ចឹងគោលដៅមានតែមួយព្រះវរបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធគោលដៅតែមួយគឺរួមគ្នាជួយមនុស្សឲ្យរួចពីអំពើបាបហ្នឹងហើយព្រះដ៏ជាព្រះបិតាទ្រង់ស្រឡាញ់ប្អូន
យើងណាឃើញទេនៅទីនេះបានបង្ហាញអំពីពាក្យមួយគឺរូបបេះដូងនឹងឯងស្រឡាញ់បងអូននឹងស្រឡាញ់មនុស្សទាំងអស់ហ្នឹងហើយហើយព្រមទាំងបង្ហាញឲ្យបងអូនបានដឹងថាគ្រប់ការទាំងអស់គឺព្រះជាម្ចាស់បានរៀបចំសម្រាប់ពិសេសដល់បងប្អូននិងមនុស្សទាំងអស់ផងដែរណាដោយការមួយហេតុអីបានបង្ហាញអំពីថាព្រះអង្គស្រឡាញ់យើងមើលថាស្រឡាញ់ហើយផែនដីនេះគឺចង់និយាយថាទាំងស្រឡាញ់បងអូននិងស្រឡាញ់មនុស្សទាំងអស់ហើយសញ្ញាព្រួយនឹងមកពាក្យថាព្រះបុត្រាគឺមានន័យថាព្រះជាម្ចាស់បានរៀបចំផែនការយ៉ាងពិសេសដើម្បីនឹងបញ្ជូនព្រះជាបុត្រាទ្រង់តែមួយដើម្បីសង្គ្រោះយើងឲ្យរួចពីអំពើបាបហ្នឹងហើយអញ្ចឹងយើងឃើញទេនោះគឺជាព្រះបិតាដែលចង់ជួយមនុស្សឲ្យរួចពីអំពើបាបតាមរយៈការបញ្ជូនព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទដែលជាព្រះជាបុត្រារបស់ទ្រង់ឲ្យមកចាប់កំណើតនៅលើផែនដីដើម្បីបង្ហាញមនុស្សឲ្យរួចពីអំពើបាបដូច្នេះព្រះជាបុត្រាគឺជាព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទបានយាងមកផែនដីនេះហើយសគត់នៅលើឈើឆ្កាងណាអញ្ចឹងបន្ទាប់ពីព្រះអង្គបានប្រសូតហើយទ្រង់បានសគត់នៅលើឈើឆ្កាងដើម្បីនឹងជួយយើងឲ្យរួចពីអំពើបាបគឺមានន័យថាជំនួសដកអស់ទាំងអំពើបាបរបស់យើងទៅលើអង្គទ្រង់ណាទ្រង់ធ្វើបែបនេះដើម្បីសង្គ្រោះយើងឲ្យរួចពីអំពើបាបតើតែព្រះដែលមិនដែលគិតអ្វីដែលមិនត្រឹមត្រូវនិយាយអ្វីដែលមិនត្រឹមត្រូវនិងធ្វើអ្វីដែលមិនត្រឹមត្រូវទើបជួយយើងឲ្យរួចពីអំពើបាបបានចឹងមានន័យថាទ្រង់មិនដែលធ្វើការទាំងអស់នោះទេចឹងទ្រង់ដកអាការទាំងអស់នោះចេញពីជីវិតរបស់យើងដើម្បីយើងអាចគិតអ្វីដែលល្អធ្វើអ្វីដែលល្អនិងនិយាយអ្វីដែលល្អកាលណាមនុស្សលែងប្រព្រឹត្ត3នឹងហើយគឺមនុស្សរួចពីចំណងនៃអំពើបាបហើយបងប្អូនដឹងទេស្អីទៅគឺជាអំពើបាបគឺជាការដែលយើងគិតខុសនិយាយខុសធ្វើខុសដែលព្រះទ្រង់មិនសពព្រះតីនៅក្នុងព្រះគម្ពីររ៉ូមជំពូក3ខ23បានចែងថាយ៉ាងម៉េចពីព្រោះគ្រប់គ្នាបានធ្វើបាបពាក្យតែគ្រប់គ្នានៅទីនេះគឺសំដៅទៅលើប្អូននិងមនុស្សទាំងអស់សុទ្ធតែមានអំពើបាបទាំងអស់នៅពេលដែលយើងមានអំពើបាបគឺយើងត្រូវទទួលរងទណ្ឌកម្មគឺដាច់ចេញអំពីព្រះជារៀងរហូតបងប្អូនអរគ្នាតើធ្វើម៉េចដើម្បីយើងរួចបាបតើតែព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទបានមកសគត់នៅលើឈើឆ្កាងដើម្បីនឹងអត់ទោសបាបឲ្យយើងរាល់គ្នានៅក្នុងបទគម្ពីរហេព្រើរជំពូក9ខ22បានចែងថាយ៉ាងម៉េចបើគ្មានខ្សែឈាមទេនោះគ្មានផ្លូវណាឲ្យរួចពីបាបឡើយតើតែព្រះយេស៊ូវគ្រីស្ទបានសគត់នៅលើឈើឆ្កាងដើម្បីនឹងអត់ទោសបាបឲ្យយើងដើម្បីជួយយើងឲ្យរួចពីអំពើបាបដូច្នេះអ្វីដែលព្រះយេស៊ូវគ្រីស្ទបានធ្វើនៅលើឈើឆ្កាងគឺជួយយើងឲ្យរួចពីអំពើបាបណាបងប្អូនអរគ្នាអញ្ចឹងនៅពេលដែលយើងអាចទទួលបានសេចក្តីសង្គ្រោះដ៏ពេញលេញតើតែបងប្អូនធ្វើការងារមួយហើយទទួលនៅម្នាក់ចុងក្រោយដើម្បីជួយយើងបាននោះគឺជាព្រះដ៏ជាព្រះវិញ្ញាណបរិសុទ្ធទ្រង់គឺជាមួយអង្គដែលមានបន្ទូលមកកាន់ចិត្តរបស់បងអូនណាហើយប្រាប់បងអូនថាបងអូនត្រូវការព្រះអង្គដើម្បីជួយបងអូនទទួលបាននូវសេចក្តីសង្គ្រោះបងប្អូនអរគ្នាទ្រង់គឺជាអ្នកជួយបងអូនឲ្យទុកចិត្តទៅលើព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទជាព្រះសង្គ្រោះរបស់បងអូនតើព្រះវិញ្ញាណបរិសុទ្ធកំពុងមានបន្ទូលមកកាន់ចិត្តបងអូនដែរឬទេហើយអ្វីមិនទុកចិត្តលើទ្រង់ដើម្បីឲ្យបងអូនបានទទួលសេចក្តីសង្គ្រោះបងប្អូនអរគ្នាព្រះវិញ្ញាណបរិសុទ្ធគឺជាអ្នកដែលបណ្ដាចិត្តឲ្យយើងឲ្យស្គាល់ព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទឲ្យជឿទៅលើព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទថាទ្រង់អាចជួយសង្គ្រោះយើងឲ្យរួចពីអំពើបាបត្បិតព្រះអង្គស្រឡាញ់យើងខ្លាំងណាស់នៅក្នុងបទគម្ពីរយូហានជំពូក3ខ16បានចែងថាត្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម្ល៉េះព្រះអង្គស្រឡាញ់ប្អូនស្រឡាញ់លោកគ្រូនិងស្រឡាញ់មនុស្សទាំងអស់ហើយនឹងជួយយើងឲ្យរួចពីអំពើបាបតើបងអូនចង់ទទួលសេចក្តីស្រឡាញ់ពីព្រះអង្គដើម្បីជួយយើងឲ្យរួចពីអំពើបាបទេអញ្ចឹងយើងឃើញថាវាពិតជាអស្ចារ្យដែលមានព្រះមួយអង្គដូចជាទ្រង់ដែលអាចជួយបងអូនទទួលបាននូវសេចក្តីសង្គ្រោះហើយបានធ្វើការអស្ចារ្យសម្រាប់បងអូនដើម្បីឲ្យបងអូនបានរួចពីចំណងនៃអំពើបាបដែលតែងតែគិតខុសតែងតែនិយាយខុសតែងតែធ្វើខុសដល់ប្រដែរបងប្អូនទាំងគ្នាថ្ងៃនេះបងអូនអាចនិយាយទៅកាន់ព្រះអង្គសូមព្រះអង្គឲ្យជួយបងអូនឲ្យរួចពីអំពើបាបដើម្បីបងអូនគិតអ្វីដែលត្រឹមត្រូវនិយាយអ្វីដែលត្រឹមត្រូវនិងធ្វើអ្វីដែលត្រឹមត្រូវដូចជាព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទដែរតើបងអូនចង់ទេថ្ងៃនេះផងដែរលោកគ្រូនឹងប្រាប់បងអូននិងបង្រៀនបងអូនអំពីរបៀបនៃការទទួលជឿព្រះអង្គម្ចាស់យេស៊ូវគ្រីស្ទ
នៅពេលដែលបងអូនបានរៀនចេះចាំហើយបន្ទាប់មកបងអូននិយាយទៅកាន់ព្រះអង្គដោយខ្លួនឯងលោកគ្រូនឹងទុកពេលសម្រាប់បងអូនដើម្បីបងអូនអាចនិយាយទៅកាន់ព្រះអង្គយាងព្រះអង្គមកគង់នៅក្នុងជីវិតរបស់បងអូនដើម្បីបងអូនជាមនុស្សដែលអាចនិយាយអ្វីដែលត្រឹមត្រូវគិតអ្វីដែលត្រឹមត្រូវនិងធ្វើអ្វីដែលត្រឹមត្រូវផងដែរបាទឥឡូវនេះយើងនឹងចាប់ផ្ដើមជាមួយនឹងគ្នាអោព្រះបិតាអើយកូនជាមនុស្សមានបាបកូនជឿថាព្រះយេស៊ូវគ្រីស្ទបានសុគតនឹងរស់ឡើងវិញដើម្បីបាបរបស់កូនសូមព្រះអង្គយាងគង់ក្នុងចិត្តកូនអត់ទោសបាបកូនក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនឥឡូវនេះតើបងប្អូនទាំងអស់គ្នាបានចាំពីពាក្យអធិដ្ឋាននេះហើយឬនៅប្រសិនបើបងប្អូនបានចាំអំពីពាក្យអធិដ្ឋាននេះហើយឥឡូវនេះលោកគ្រូទុកពេលបងប្អូនប្រហែលជាកន្លះនាទីឥឡូវនេះសូមបងប្អូនបិទភ្នែកហើយនិយាយពីពាក្យអធិដ្ឋាននេះដោយខ្លួនឯងសឹបបងប្អូនអាចចាំបានប៉ុណ្ណាបងប្អូនអាចនិយាយទៅកាន់ព្រះអង្គប៉ុន្តែចុងក្រោយកុំភ្លេចពាក្យថាកូនអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទហើយនិយាយថាអាមែនឥឡូវនេះបងប្អូនចាំនៅសូមបិទភ្នែកហើយសូមចាប់ផ្ដើមបាទលោកគ្រូអរគុណច្រើនសម្រាប់បងប្អូនអរគ្នាដែលបានចូលរួមរៀនជាមួយលោកគ្រូនៅសប្តាហ៍នេះយើងបានរៀនជាមួយនឹងគ្នាជាបន្តទៀតហើយយើងស្គាល់ថាព្រះដែលអាចជួយយើងឲ្យរួចពីអំពើបាបគឺព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធទាំង3នេះរួមគ្នាជួយយើងឲ្យរួចពីអំពើបាបអញ្ចឹងយើងឃើញថាមាន3អង្គមែនប៉ុន្តែតែមួយគោលដៅតែមួយជួយយើងឲ្យរួចពីអំពើបាបតើបងប្អូនបានរួចពីអំពើបាបនៅប្រហែលជាបងប្អូនខ្លះបានសម្រេចចិត្តទទួលជាព្រះអង្គហើយបងប្អូនខ្លះទៀតប្រហែលជានៅគិតសិនប៉ុន្តែសូមកុំតើគិតបែបនោះឯងពេលវេលាណាដែលល្អដែលបងប្អូនគិតថាចង់ឲ្យព្រះបានជួយបងប្អូនឲ្យរួចពីអំពើបាបបងប្អូនអាចសម្រេចចិត្តហើយនិយាយទៅកាន់ព្រះអង្គដោយខ្លួនឯងបានផងដែរត្បិតអីលោកគ្រូបានបង្រៀនបងប្អូនអំពីរបៀបអធិដ្ឋានរួចហើយបាទឥឡូវនេះអរគុណច្រើនហើយមុននឹងបញ្ចប់លោកគ្រូនឹងអធិដ្ឋានសម្រាប់បងប្អូនអរគ្នាសូមបិទភ្នែកអោបិតាអើយអរគុណព្រះអង្គសម្រាប់ថ្ងៃនេះដែលកូនបានរៀនអំពីមេរៀនលេខ3ឲ្យកូនបានស្គាល់ថាព្រះដ៏ពិតដែលសម្ដែងចេញជា3អង្គមានគោលដៅតែមួយជួយមនុស្សឲ្យរួចពីអំពើបាបគឺព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណបរិសុទ្ធគឺទ្រង់យាងមកទ្រង់បង្ហាញព្រះវត្តមានដើម្បីនឹងជួយយើងឲ្យរួចពីអំពើបាបទទួលបាននូវសេចក្តីសង្គ្រោះដ៏ពិតផងដែរព្រះអង្គសូមប៉ះពាល់ចិត្តដល់ក្មេងដែលបានទទួលជឿព្រះអង្គហើយសូមឲ្យគេមានព្រះជាម្ចាស់នៅក្នុងជីវិតរបស់គេជារៀងរហូតផងដែរដើម្បីជួយឲ្យគេរួចពីអំពើបាបនិងកុំប្រព្រឹត្តអំពើបាបបន្តទៀតបងហើយក៏សូមលើកទឹកចិត្តដល់បងអូនណាដែលអត់ទាន់បានទទួលជឿព្រះអង្គសូមថ្ងៃណាមួយព្រះអង្គបានប៉ះពាល់ចិត្តគេដើម្បីគេបានសម្រេចចិត្តទទួលជឿព្រះអង្គយ៉ាងពិតប្រាកដផងដែរអរគុណព្រះអង្គសម្រាប់មេរៀននៅថ្ងៃនេះគុណសូមថ្វាយដោយដាច់នៅក្នុងព្រះនាមព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនបាទលោកគ្រូអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានចូលរួមរៀនជាមួយលោកគ្រូនៅសប្តាហ៍នេះសូមព្រះជាម្ចាស់បានប្រទានពរសម្រាប់បងប្អូនហើយលោកគ្រូសូមជម្រាបលា